ការងារដែលយើងទទួលបានប្រាក់កម្រៃបានលុយពេលដែលមាន application submit មកតើគេមើលអីគេសំខាន់បំផុត CV គឺយើងអត់ប្រើ CV របស់យើងទេរស់នៅស្រុកខ្មែរឲ្យបាន24ខែចូលរួមចំណែកជាមួយរដ្ឋាភិបាលឬក៏ប្រទេសយើងហ្នឹងបាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ podcast របស់ខ្ញុំដែលនិយាយតាក់ទងជាមួយនឹងការដាក់អាហារូបករណ៍ទៅកាន់អាហារូបករណ៍របស់ប្រទេសអូស្ត្រាលីនេះគឺជា episode ទី2របស់ខ្ញុំដែលនឹងនិយាយអំពីតើលក្ខខណ្ឌនៃអាហារូបករណ៍ Australian Awards ហ្នឹងមានអ្វីខ្លះខ្ញុំនឹងបកស្រាយហើយបើសិនមានកន្លែងណាដែលខ្វះខាតឬក៏ធ្វើឲ្យបងប្អូនឆ្ងល់អីបន្ថែមបាទកុំភ្លេច comment បានខ្ញុំនឹងយក comment របស់បងប្អូនទាំងអស់ហ្នឹងយកទៅធ្វើវីដេអូក្រោយៗទៀតបាទអូខេអញ្ចឹងដើម្បីដឹងថាយើងគួរត្រៀមខ្លួនអ្វីខ្លះតើឡើយយើងចាប់ដើមមកទៅគឺទី1តើតងជាមួយនឹងឯកសារមួយចំនួនដែលយើងត្រូវត្រៀមទី1គឺបន្ទុកតេស្តអង់គ្លេស English test report ដូចជា IELTS TOEFL ហើយមានតេស្តមួយចំនួនទៀតដែលខ្ញុំនឹងប្រាប់នៅខាងក្រោមទី2គឺប្រតិបត្តិបន្ទុកបាទឬក៏ academic transcript ដែលយើងមានពីសាកលវិទ្យាល័យរបស់យើងថ្នាក់បញ្ញាបត្របើសិនជាយើងដាក់ពាក្យទៅហ៊ានផ្នែកអនុបណ្ឌិតបាទអញ្ចឹងយើងត្រូវមាន bachelor degree ហើយខ្ញុំចង់បញ្ជាក់ផងដែរថាអាហារូបករណ៍របស់ប្រទេសអូស្ត្រាលីគឺបើកសម្រាប់តែអ្នកដែលរៀនថ្នាក់អនុបណ្ឌិតនិងបណ្ឌិតទេបាទអត់មានសម្រាប់ថ្នាក់ទី12ណាអ្នកដែលចប់ទី12ចូលរៀន bachelor អត់មានទេបាទហើយ CV បាទ CV សំខាន់បំផុត CV គឺយើងអត់ប្រើ CV របស់យើងទេខាង Australian Award គេមាន CV template របស់គេអញ្ចឹងយើងទៅ download នៅ website របស់គេយកមកហើយយើងបំពេញតាមហ្នឹងអញ្ចឹងវាអត់ខុសអីពី CV យើងហ្មងទេគ្រាន់ថាគេមាន format របស់គេគេលក្ខណៈថាតើយើងគួរទៅសេអីមុនអញ្ចឹងណាបាទឆ្នាំណារៀនអីហ្នឹងបាទអញ្ចឹងវាប្រហែលតែគ្នាគ្រាន់ថាគេចង់បានរបស់គេចុងក្រោយគឺ passport របស់យើង passport ដែលបញ្ជាក់អំពីសញ្ជាតិកម្ពុជាបាទសញ្ជាតិខ្មែរអញ្ចឹង requirement របស់គេបាទការទាមទាររបស់គេបើសិនយើងជាជនជាតិខ្មែរយើងត្រូវតែកាន់ passport ខ្មែរហើយយើងអត់អាចមានដូចថាកាន់សញ្ជាតិពីរបានទេតតែខ្មែរសុទ្ធបានគេឲ្យបានយើងជាប់លក្ខខណ្ឌគេណាមួយទៀតគឺការស្នាក់នៅក្នុងប្រទេសកម្ពុជាក៏មានលក្ខខណ្ឌដែរជាងយើងត្រូវដឹងថាតើយើងស្នាក់នៅនឹងបានរយៈពេលប៉ុន្មានហើយអញ្ចឹងបើសិនជា requirement របស់គេដាក់ថាតតែយើងរស់នៅស្រុកខ្មែរឲ្យបាន24ខែឬក៏2ឆ្នាំបាទបានគេមានថាយើងជាប់លក្ខខណ្ឌមួយទៀតដែល2ឆ្នាំហ្នឹងគេគិតមុនពេលអាហារូបករណ៍បិទពាក្យបរិហារូបករណ៍ហ្នឹងបិទណាអញ្ចឹងគេបិទដូចជាចុងខែ4អញ្ចឹងយើងរាប់ទៅមុនខែ4ហ្នឹងឲ្យបាន24ខែឬក៏2ឆ្នាំហ្នឹងមានថាយើងជាប់គ្រប់លក្ខខណ្ឌក្នុងការដាក់ពាក្យប៉ុន្តែគេក៏បញ្ជាក់ដែរថាយើងអាចមានករណីលើកលែងឧទាហរណ៍យើងអត់នៅជាប់ទេដោយសារយើងមានចុះបេសកកម្មឬក៏កម្មវិធីសិក្សាទៅស្រុកគេមួយអាទិត្យពីរអាទិត្យឬក៏3អាទិត្យអីចឹងទៅបាទនៅកន្លែងហ្នឹងគឺគេថាវាជាករណីលើកលែងចំណុចមួយទៀតគឺតាក់ទងជាមួយនឹងworking experience គេតម្រូវឲ្យយើងមានបទពិសោធន៍យ៉ាងតិច2ឆ្នាំដែលធ្វើការងារពេញម៉ោងណាហើយពេញម៉ោងហ្នឹងគេសង្កត់ទៅលើការងារដែលយើងទទួលបានប្រាក់កម្រៃបានលុយបានប្រាក់ខែបាទអាហ្នឹងមិនគេឲ្យមានថាបានជាប់លក្ខខណ្ឌអញ្ចឹង24ខែស្មើ2ឆ្នាំឬក៏យើងធ្វើ part time ប៉ុន្តែធ្វើម៉េចបូកឲ្យវាស្មើនឹង2ឆ្នាំនៃ full time ចឹងឥឡូវយើងឧទាហរណ៍ថាបើសិនជា full time យើងធ្វើការមួយអាទិត្យប្រហែលម៉ោង40ម៉ោងឬក៏45ម៉ោងឧទាហរណ៍ណា45ម៉ោងចឹងយើងគុណអាទិត្យនឹងជាឆ្នាំទៅហើយយើងមកគុណជាមួយនឹង part time job របស់យើងធ្វើម៉េចឲ្យវាគុណធ្វើម៉េចឲ្យវាស្មើគ្នាទៅមានន័យថាយើងអាចដាក់បានហើយជាប់លក្ខខណ្ឌហើយដើម្បីបញ្ជាក់ថាយើងពិតជាបានធ្វើការមែនអាហ្នឹងគឺជាផ្នែកមួយទៀតដែលខាងពេលដែលយើងដាក់ពាក្យទៅក៏ជាតម្រូវការមួយដែរគេតម្រូវឲ្យយើងហ្នឹងទៅស្នើសុំលិខិតបញ្ជាក់ពីការងាររបស់យើងហ្នឹងពីស្ថាប័នរបស់យើងថាយើងបានចាប់ផ្ដើមធ្វើការពីថ្ងៃណារហូតមកដល់ពេលណាអញ្ចឹងណាមួយទៀតនៅពេលដែលយើងបំពេញពាក្យបាទពេញពាក្យគឺយើងត្រូវគិត
và nhưng thử cái là hai bạn lại khăn đại cái tiêm tia nó cứ cái là hai tới tại tôi chúng mình ca sạc xa bao giờ cái ao dương cái tha phép cái thằng mình tha ca sạc xa đại dương ban bệnh job ឬក៏អត់ទាន់ job ឯងគឺត្រូវតែតែសេមកទាំងអស់អូខេហើយបញ្ជាក់ថាបានហ៊ានបានបញ្ចប់ហើយឬក៏អត់ទាន់បញ្ចប់ទេឬក៏កំពុងតែហ៊ានអូខេបាទអញ្ចឹងត្រូវតែបញ្ជាក់ហើយអាការសិក្សាទាំងអស់ហ្នឹងត្រូវបញ្ជាក់ទៀតថាតើយើងហ៊ាននៅណានៅប្រទេសកម្ពុជាឬក៏ប្រទេសផ្សេងអូខេតើពេលដែលគេមើលលក្ខខណ្ឌនៅពេលដែលមានគេ submit ចូលមកហ្នឹងណាពេលដែលមាន application submit មកតើគេមើលអីគេអញ្ចឹងយើងក៏ត្រូវដឹងដែរដើម្បីយើងត្រៀមខ្លួនឯងដើម្បីថាខ្ញុំត្រូវត្រៀមខ្លួនបែបម៉េចដើម្បីធ្វើម៉េចរៀបចំខ្លួនឯងឬក៏ឯកសារហ្នឹងឲ្យវាសមស្របទៅអ្វីដែលគេកំពុងតែរកស្វែងរកអញ្ចឹងណាឬក៏គេផ្ដល់ឱកាសឲ្យអញ្ចឹងទី1គេនឹងមើលបេក្ខជនហ្នឹងទៅលើ professional qualities یا professional គេហៅការងាររបស់គាត់បទពិសោធន៍ការងារបទពិសោធន៍អីហ្នឹងណាបាទគេមើលទៅមើលអាហ្នឹងគេចង់ដឹងថាយើងជាមនុស្សប្រភេទណានៅក្នុងកន្លែងការងារហើយយើងធ្វើការងារអីតែវាពាក់ព័ន្ធជាមួយនឹងអាការដែលយើងចង់ទៅរៀននឹងអត់បាទហ្នឹងគឺមើលលម្អិតទី2គឺ personal qualities یا personal qualities បុគ្គលលក្ខណៈរបស់យើងយើងជាមនុស្សប្រភេទណាជាមនុស្សដែលគាត់នឹងនិយាយចោលឬក៏យើងជាមនុស្សដែលនិយាយឲ្យធ្វើបាទចឹងហ្នឹងគេគាត់ណាគេអានអត្ថបទគេអានសំណេររបស់យើងគេដឹងថាយើងនិយាយទៅគេព្យាយាមវិនិច្ឆ័យទាំងអស់បាទទៅលើបុគ្គលលក្ខណៈរបស់យើងacademic ability បាទចំណុចទី3គឺតកតងជាមួយនឹងការសិក្សារបស់យើងពីមុនតើយើងរៀននឹងមិនដែរបន្ទុកមិនដែរអូខេព្រោះគេខ្លាចតែគេផ្ដល់ឱកាសឲ្យយើងទៅរៀននៅអូស្ត្រាលីយើងទី1យើងរៀនអត់តាន់បាទអញ្ចឹងបានគេទាមទារឯកសារច្រើនហ្នឹងដោយសារអីព្រោះសាលាគេវាថ្លៃគេបង់ឲ្យយើងវាថ្លៃអញ្ចឹងគេខ្លាចយើងរៀនអត់តាន់រៀនអត់ចប់វាធ្វើឲ្យមានបញ្ហាមិនបញ្ហាដល់គេបញ្ហាដល់អ្នកដែលគេបញ្ជូនទៅហ្នឹងគេខំឲ្យលុយទៅរៀនហ្នឹងរៀនអត់តាន់រៀនអត់ចេះធ្វើឲ្យមានរឿងអីចឹងទៅអញ្ចឹងហើយបានគេអាដំបងហ្នឹងអា stage ដំបងហ្នឹងគឺគេក្រិតមែនតើគេមើលទៀតគេវិភាគទៅវិញទៅមកចំណុចទី4គឺតកតងជាមួយនឹង leadership potential យ៉ា leadership ភាពជាអ្នកដឹកនាំតាមបទពិសោធន៍របស់យើងណាតែយើងមានធ្លាប់lead project lead ជា team lead អីអត់បាទដឹកនាំក្រុមដឹកនាំអីចឹងណាដឹកនាំធ្វើគម្រោងអីមួយចឹងណាមិនថាតូចមិនថាធំទេឲ្យតែមានភាពជាអ្នកដឹកនាំនៅក្នុងហ្នឹងព្រោះគេចង់ដឹងថាតើពេលដែលយើងដឹកនាំមនុស្សមួយក្រុមហ្នឹងយើងដឹកនាំមិនតើយើងចាប់ដើមពីកន្លែងណាចំណុចណាហើយយើងត្រូវធ្វើអីខ្លះគេចង់ឃើញអាហ្នឹងគេចង់ដឹងអាហ្នឹងព្រោះនៅពេលដែលមនុស្សយើងដែលយើងមានអាហ្នឹងសមត្ថភាពហ្នឹងនៅក្នុងខ្លួនណាគេឲ្យលុយយើងទៅរៀនហើយមកវិញគេព្រោះធម្មតាគេឲ្យលុយយើងទៅរៀនគេរំពឹងមកវិញគេគិតថាគេចង់បានអីពីយើងគេចង់បានអាហ្នឹងចង់ឲ្យយើងមកវិញយើងដឹកនាំបាទមិនថានៅស្ថាប័នណាទេឬក៏ទូចឬក៏ធំទេឬក៏នៅក្នុងគាត់ណាក្រុមជាក្រុម5នាក់ឬក៏10នាក់ទេធ្វើម៉េចគេចង់ឃើញអាភាពជាអ្នកដឹកនាំរបស់យើងហ្នឹងបាទអញ្ចឹងយើងត្រូវមានអាហ្នឹងហើយអាហ្នឹងខ្ញុំនឹងនិយាយនៅវគ្គគេហៅថាភាគមួយដែលតកតងជាមួយនឹងការសរសេរapplication ចំណុចចុងក្រោយគឺគេមើលទៅលើគេហៅថាឆន្ទៈរបស់យើងតើយើងមកវិញយើងនឹងចូលរួមចំណែកជាមួយរដ្ឋាភិបាលឬក៏ប្រទេសយើងហ្នឹងយើងរួមចំណែកបែបម៉េចដើម្បីយកចំណេះដឹងជំនាញហ្នឹងពីស្រុកគេមកហ្នឹងមកជួយឬក៏មកធ្វើនៅស្រុកខ្មែរហ្នឹងយើងធ្វើបែបណាយើងធ្វើម៉េចបាទដើម្បីឲ្យមានគេចំណាយលុយទៅគេបានផលរបស់គេដែរគឺព្រោះហ្នឹងវាដូចជាគោលការណ៍គោលដៅរបស់គេអញ្ចឹងណាព្រោះដូចថា objective របស់គេឲ្យ scholarship មកស្រុកខ្មែរគឺដើម្បី1 2 3 4 5អញ្ចឹងហើយបើសិនយើងមានចំណុចទាំងអស់ហ្នឹងគេខ្លាចអីនឹងឲ្យលុយយើងទៅបាទគេខ្លាចអីនឹងចំណាយលុយទៅព្រោះអាហ្នឹងគឺជាអ្វីដែលគេចង់បានមិនអញ្ចឹងបាទអញ្ចឹងសមត្ថភាពនៅក្នុងការ
ផ្ដល់មកវិញជា contribute មកស្រុកខ្មែរវិញតើយើងនឹង contribute បែបណាវាផ្ដល់ឲ្យគេវិញឲ្យគេឃើញបែបណាអូខេអញ្ចឹងខ្ញុំចង់បញ្ជាក់កន្លែងនេះដែរដែលអ្នកខ្លះគាត់មានអារម្មណ៍ថាមើលទៅខ្ញុំមិនជាប់ទេមើលទៅពិបាកដោយសារតែបន្ទុកប្រតិបត្តិទុករបស់ខ្ញុំពី Bachelor Degree មកវាតិចពេកអត់ដល់3ចុចផង GPA ទៀតបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ឡើងវិញថាគឺហាត់កម្មមួយនេះគឺមិនគេអត់មើលតែបន្ទុកយើងមួយហ្នឹងឯងខ្ញុំខ្ញុំរៀបរាប់មិញ 4-5 ចំណុចហ្នឹងគឺមើលទាំងអស់គេយកមកផ្សំចូលគ្នាអ្នកខ្លះគាត់បកកែរៀនទៅប៉ុន្តែគាត់អត់បកកែធ្វើទេអ្នកខ្លះបកកែធ្វើប៉ុន្តែមិនបកកែរៀនទេឃើញទេអញ្ចឹងមនុស្សខុសៗគ្នាអត់ដូចគ្នាទាំងអស់ទេមិនប្រកាសថាម្នាក់ហ្នឹងគាត់បកកែរៀនហើយគាត់បកកែធ្វើទៀតអត់អញ្ចឹងទេព្រោះមនុស្សយើងវាមានចំណុចល្អហើយនឹងចំណុចខ្វះខាតរៀងខ្លួនមិនថាតិចឬក៏ច្រើនទេមានទេដឹងតែមានទេអញ្ចឹងហើយគេអត់ផ្អែកទៅលើតែមួយមុខអញ្ចឹងគេផ្អែកទៅលើច្រើនមុខដើម្បីយកមកផ្សំចូលគ្នាហើយបានគេវិនិច្ឆ័យថាតើបុគ្គលម្នាក់ហ្នឹងស័ក្តិសមនឹងទទួលបានអាហារូបករណ៍នឹងអត់ព្រោះគេអាចទុកចិត្តម្នាក់ហ្នឹងអត់និយាយចេះទុកចិត្តអត់ឲ្យទៅរៀនមកវិញជួយឲ្យគេបានខ្លះបាទអញ្ចឹងណាអូខេហ្នឹងហើយជាចំណុចសំខាន់អូខេអញ្ចឹងខ្ញុំចង់បើកមុខកញ្ចក់ខ្លីបន្តិចតាក់ទងជាមួយនឹងពេលដែលយើងដាក់ពាក្យអញ្ចឹង IELTS ឬក៏បន្ទុកប្រឡងហ្នឹងយើងគួរត្រៀមប៉ុណ្ណាអញ្ចឹងសម្រាប់អ្នកដែលដាក់ទៅរៀន Master by Coursework បាទ Coursework មានថាយើងធ្វើ assignment អត់មានចុះធ្វើ research ទេបាទហ្នឹង Coursework អញ្ចឹងបន្ទុកអង់គ្លេសរបស់គេទាមទារឲ្យមាន IELTS overall 6.0 ហើយ band ផ្សេងហ្នឹងគឺអត់ឲ្យក្រោម5កន្លះទេប៉ុន្តែកន្លែងនេះខ្ញុំចង់បើកមុខកញ្ចក់ដែរថាបន្ទុក6.0 នេះគឺជាលក្ខខណ្ឌនៅក្នុងការដាក់អាហារូបករណ៍បាទអញ្ចឹងខ្ញុំគិតថាវាអត់ទាន់ safe ទេព្រោះដោយសារតែបើសិនជាអ្នកនរគ្នាទៅមើលlanguage requirement តាម university មួយនៅប្រទេសអូស្ត្រាលីទូចបំផុត6កន្លះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនឲ្យខំប្រឹងចង់និយាយថាត្រៀមការប្រឡង IELTS ហ្នឹងធ្វើម៉េចឲ្យបាន6កន្លះហ្មងទៅរួចខ្លួនហ្មងហើយបើសិនជាយើងបាទខ្ញុំយល់ថាប្រឹងដែរប៉ុន្តែធ្វើម៉េចបើបានតែប៉ុណ្ណឹងបាទអញ្ចឹងចង់និយាយថាបើសិនជាបានតែប៉ុណ្ណឹងកុំតន់ប្រឡែងដៃមានថាអត់តន់ចប់ទេព្រោះអាហារូបករណ៍ឧទាហរណ៍ណាយើងអាចដាក់បានហើយយើងជាប់អាហារូបករណ៍មែនប៉ុន្តែដល់ពេលដាក់ទៅរៀនគេអត់យកក៏ខាងអាហារូបករណ៍គេអាចបង់លុយយើងរៀនបានដែរព្រោះចង់និយាយថាអាហារូបករណ៍គឺជាគេចាំតែបង់លុយឲ្យតែសាលាណាយកយើងគេបង់លុយឲ្យយើងរៀនហើយបាទតែសំខាន់គេយកយើងអត់នេះជាចំណុចមួយបាទអញ្ចឹងហើយបើសិនជាបងប្អូនត្រៀមប្រឡង IELTS ខ្ញុំលើកទឹកចិត្តឲ្យធ្វើម៉េចឲ្យផុតទៅឲ្យ6កន្លះហើយទៅបាទតែបើប្រឹងអត់បានទេប្រឹងទៀតបាទអនុវត្តទៀតធ្វើទៀតហើយបើសិនជា TOEFL IBT test គឺបន្ទុក60 PTE 50ហើយច្បាប់របស់គេគឺប្រតិបត្តិបន្ទុកតេស្តរបស់យើងហ្នឹងគឺសុពលភាពចាប់ពីឆ្នាំមុនអញ្ចឹងមានថាបើថាឥឡូវ IELTS ពេលដែលយើងធ្វើតេស្តយើងប្រើបានតែ2ឆ្នាំទេអញ្ចឹងធ្វើម៉េចឲ្យអាតេស្តហ្នឹងមានសុពលភាពលើពី1ឆ្នាំឬក៏1ឆ្នាំនៅក្នុងនេះគេដាក់ថាបន្ទាប់ពីខែ1ថ្ងៃ1 2025អញ្ចឹងឥឡូវ2026ហើយមិនអញ្ចឹង1ឆ្នាំមុនបាទអញ្ចឹងសុពលភាពណាបាទហ្នឹងត្រូវដឹងកន្លែងហ្នឹងអញ្ចឹងបើសិនជាតេស្តយើងធ្វើតាំងពី2ឆ្នាំមុនអាហ្នឹងផុតហើយទោះបី2ឆ្នាំមុនចុងខែ12ក៏ដោយក៏គេអត់រាប់ដែរតែគេដាក់មិនអញ្ចឹងហើយអាហ្នឹងrequirement គេសម្រាប់ university admission បាទតើតើជាមួយនឹងគេទទួលឈ្មោះយើងចូលរៀនណាអាហ្នឹងវាទៅតាមសាកលវិទ្យាល័យអញ្ចឹងអ្នកនរគ្នាត្រូវទៅរកមើលសាកលវិទ្យាល័យណាដែលទី1ទទួលយើងឬក៏យើងមានអ្វីដែលគេអាចទទួលបានជាខ្ញុំ recommend ឲ្យទៅរក5-6 uni សិនបាទយើងទៅ list down ថាតើយើងចង់រៀនណាហើយបាន5-6មកហើយយើងចាំយើងរើសទៅមើលតាមក្រោយតើយើង fit មួយណាជាងមួយណាអញ្ចឹងណាសម្រាប់
research degree master by research ឬក៏ PhD បន្ទុក IELTS គឺគេទាមទារឲ្យច្រើនជាងហ្នឹងដូចជា6កន្លះប៉ុន្តែបើសិនជាយើងចូលទៅមើលនៅតាមសាកលវិទ្យាល័យណា website គេ PhD អីទាមទារ7ឡើងអញ្ចឹងមិនថា6កន្លះនេះគឺមានន័យថាយើងអាចមានសិទ្ធិនៅក្នុងការដាក់អារុកបានប៉ុន្តែនៅពេលដាក់ជាប់អាតង់ទៅស្នើសុំការសិក្សាការរៀន admission ពីសាលាពីសាកលវិទ្យាល័យគេអាចនឹងអត់យកទេបាទដោយសារតែគេបានចែងច្បាស់ឲ្យថាកម្រិតការសិក្សាមួយហ្នឹងគេទាមទារឲ្យមាន IELTS 7ចុចឬក៏7កន្លះបាទអញ្ចឹងយើងត្រូវ check កន្លែងហ្នឹងឲ្យបាទមែនតើបាទអញ្ចឹងខ្ញុំគិតថា episode ហ្នឹងយើងវែងដែរហើយអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីបន្ថែមអាចសួរនៅក្នុង comment បានខ្ញុំនឹងធ្វើវីដេអូផ្សេងទៀតភាគក្រោយបាទ episode 3គឺយើងនឹងនិយាយអំពីតើមុខវិជ្ជាសិក្សាមួយណាគឺគេជាគេហៅថាជាតម្រូវការហើយពេលដែលយើងដាក់អាមុខវិជ្ជាហ្នឹងទៅអាចនឹងគេនឹងយកយើងអញ្ចឹងណាបាទអញ្ចឹងនឹងសូមរងចាំទស្សនានៅភាគមួយទៀតបាទចូលមួយទៀត complete បាទចូល complete ជួយ follow like ហើយ share វីដេអូនេះឲ្យបានច្រើនផងព្រោះគោលដៅរបស់ខ្ញុំធ្វើវីដេអូ podcast នេះឡើងគឺខ្ញុំចង់ចែកម្លែកព័ត៌មាននឹងឲ្យទូលំទូលាយទៅកាន់ពុកម៉ែបងប្អូនបាទឲ្យយល់ដឹងពីឱកាសអាហារូបករណ៍ហ្នឹងឲ្យបងប្អូនសិស្សនិស្សិតអីចឹងមិនថាអ្នកដែលកំពុងរៀននៅមហាវិទ្យាល័យឬក៏រៀននៅវិទ្យាល័យអីទេចង់ឲ្យមានគំនិតនឹងមួយនៅក្នុងខ្លួនណាយើងដាក់ថាថ្ងៃណាមួយខ្ញុំនឹងយកអាហ្នឹងឲ្យបានថ្ងៃណាមួយខ្ញុំនឹងធ្វើវាបានអញ្ចឹងហើយវីដេអូនេះខ្ញុំធ្វើឡើងគឺដើម្បីជា pathway ចង់ឲ្យអ្នកនរគ្នាមានគំនិតហ្នឹងបាទគិតទុកនៅក្នុងចិត្តហើយនឹងធ្វើម៉េចយើងរៀបចំខ្លួនឯងបាទដើរទៅយកវាព្រោះវាមាននៅមុខយើងឯងតែសំខាន់យើងចង់បានវាអត់ហើយបើយើងចង់បានយើងរៀបចំពីឥឡូវទៅបាទព្រោះអត់ទាន់យឺតពេលទេបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងepisode ហ្នឹងយើងវែងតិចហើយបាទសូមអរគុណដែលបានតាមដានទស្សនាបាទជួបគ្នានៅepisode មួយទៀតបាទ